នេះគឺជា7សច្ចៈនៃជីវិតដែលអ្នកគួរយល់ដឹងនៅក្រោយវ័យ45ឆ្នាំនៅវ័យ45ឆ្នាំអ្នកគួរតែមានភាពចាស់ទុំហើយជីវិតគឺមិនមែនជាការដេញតាមអ្វីគ្រប់យ៉ាងទៀតនោះទេប៉ុន្តែវាគឺជាការរក្សាការពារនៅអ្វីដែលសំខាន់បំផុតខាងក្រោមនេះគឺជាសច្ចៈទាំង7យ៉ាងដែលអ្នកមិនអាចមើលរំលងក្រោយពេលដែលអ្នកមានវ័យ45ឆ្នាំទី1ពេលវេលាកំពុងតែដើរលឿនទៅមុខជាងពេលណាទាំងអស់កុំឈប់បង្អង់ទុកថាចាំធ្វើនៅថ្ងៃស្អែកព្រោះថ្ងៃស្អែកមិនមែនជារឿងដែលប្រកបប្រជាសម្រាប់មនុស្សគ្រប់គ្នានោះទេទី2សុខភាពគឺជាទ្រព្យសម្បត្តិបើគ្មានសុខភាពទេរាល់ភាពជោគជ័យទាំងអស់នឹងក្លាយទៅជាឥតន័យទី3មិនមែនគ្រប់គ្នាសុទ្ធតែនៅក្បែរយើងរហូតនោះទេចូលឲ្យតម្លៃមនុស្សមួយចំនួនតូចដែលនៅក្បែរអ្នកបានហើយព្រោះពួកគេមានតម្លៃដែលមិនអាចកាត់ថ្លៃបានទី4អាជីពការងារមិនមែនជាអត្តសញ្ញាណរបស់អ្នកទេកេរ្តិ៍ឈ្មោះនិងឥទ្ធិពលដែលអ្នកបានបន្សល់ទុកវានឹងស្ថិតស្ថេរយូរអង្វែងជាងតំណែងឬងារដែលអ្នកមានទី5សន្តិភាពផ្លូវចិត្តមានតម្លៃជាងទ្រព្យសម្បត្តិចូលការពារចិត្តរបស់អ្នកមុនពេលដែលអ្នកការពារលុយរបស់អ្នកទី6ការស្ដាយក្រោយមានទម្ងន់ធ្ងន់ជាងបរាជ័យអ្នកត្រូវហ៊ានប្រយុទ្ធនិងគ្រោះថ្នាក់ដើម្បីធ្វើអ្វីមួយប្រសើរជាងរស់នៅជាមួយពាក្យថាចុះបើចុចទៅថ្ងៃមុខទី7ភាពចាស់មិនមែនជាភាពទន់ខ្សោយនោះទេវាជាប្រាជ្ញាភាពរឹងមាំនិងភាពច្បាស់លាស់ប្រសិនបើអ្នកចេះទទួលយកវាចំណុចដែលសំខាន់បំផុតនោះគឺនៅត្រឹមវ័យ45ឆ្នាំជីវិតគឺមិនមែនជាការខិតខំបង្ហាញឲ្យអ្នកដទៃឃើញពីសមត្ថភាពរបស់អ្នកទៀតនោះទេក៏ប៉ុន្តែវាគឺជាការជ្រើសរើសអ្វីមួយដែលល្អជាងមុននោះគឺជាការរស់នៅដោយមានបញ្ញាជាងមុននិងដើរទៅមុខដោយមានគោលដៅច្បាស់លាស់